នៅកូរ៉េខាងជើងមិនមែនគ្រប់រូបភាពទាំងអស់គឺគ្រាន់តែជាពិធីការធម្មតាទេថ្ងៃទី1ខែមករាពិភពលោកភ្ញាក់ផ្អើលពេលឃើញក្មេងស្រីម្នាក់ឈរនៅកណ្ដាលពិធីជាតិដ៏ស័ក្តិសិទ្ធិនាងមិនមែនជាមន្ត្រីមិនមែនជាមេយោធាប៉ុន្តែនាងគឺជាកូនស្រីរបស់គីមចុងអ៊ុនការបង្ហាញតួនៃភ្នូររដ្ឋគីមស៊ូសានបានបង្កើតសំណួរធំមួយទៅកាន់ពិភពលោកតើនេះជាសញ្ញានៃការរៀបចំអ្នកស្នងតំណែងឬប៉ុន្តែនៅក្រៅរូបភាពដ៏តានតឹងនេះក៏មានសារមួយផងដែរសារអំពីគ្រួសាររដ្ឋនិងអំណាចដែលកំពុងត្រូវបានបន្តកូនស្រីមេដឹកនាំកូរ៉េខាងជើងគីមចុងអ៊ុនធ្វើដំណើរទៅទស្សនមន្ទីរភ្នូររដ្ឋជាសាធារណៈកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមចុងអ៊ុនគឺលោកស្រីជូអេដែលតំណងជាកំពុងតែរៀបចំជាអ្នកស្នងតំណែងរបស់គាត់បានអំដំណើរឪពុកម្ដាយរបស់នាងនៅក្នុងដំណើរទស្សនកិច្ចសាធារណៈលើកដំបូងរបស់នាងទៅកាន់ភ្នូរគំស៊ូសានដើម្បីគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំយោងតាមរូបភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានចេញផ្សាយនៅថ្ងៃศุក្រលោកស្រីជូអេបានបង្ហាញតួកាន់តែលិចលោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅរយៈពេល3ឆ្នាំកន្លងមកនេះដែលបន្ទូនឲ្យមានការរំពឹងទុកដោយអ្នកវិភាគនិងភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថានាងអាចនឹងក្លាយជាមេដឹកនាំចំនួនទី4របស់ប្រទេសលោកឆុងសុងឆាំងអនុប្រធាននៅវិទ្យាល័យគិតគូសេចុងបានចាត់ទុកវត្តមានលើកដំបូងរបស់លោកស្រីជូអេនៅវិមានគុំស៊ូសានជាជំហានដែលបានគ្រងរៀបរបស់ឪពុកលោកស្រីមុនសមាគមបកកាន់អំណាចនៅពេលខាងមុខដែលការស្នងតំណែងរបស់លោកស្រីអាចនឹងត្រូវបានធ្វើជាផ្លូវការរូបភាពរបស់ក្រុមព័ត៌មាន KCNA បានបង្ហាញថាលោកគីមក៏ត្រូវបានអមដំណើរដោយភរិយារបស់លោកគឺលោកស្រីរីសូលជូនិងមន្ត្រីជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនេះនៅថ្ងៃទី1ខែមករាដោយលោកស្រីជូអេនៅចន្លោះឪពុកម្ដាយរបស់នាងនៅក្នុងសាលធំនៃវិមានព្រះអាទិត្យលោកហុងជំនាញខាងកូរ៉េខាងជើងនៃវិទ្យាល័យកូរ៉េសម្រាប់ការបង្រួមជាតិដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថាកូរ៉េខាងជើងបានបង្ហាញរូបភាពនៃគ្រួសារដែលមានស្ថិរភាពរបស់គីមដោយបង្ហាញភរិយានិងកូនស្រីរបស់លោករួមជាមួយនឹងគីមនៅក្នុងព្រឹត្តិការណ៍សំខាន់យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃប្រហ័សគីមជូអេដែលគេបឿថាកើតនៅដើមទសវត្សរ៍ឆ្នាំ1910បានចូលរួមពិធីអបអរសាទរឆ្នាំថ្មីឆ្នាំនេះកាលពីឆ្នាំ1999នាងធ្វើដំណើរទៅទីក្រុងប៉េកាំងជាមួយឪពុករបស់នាងនៅក្នុងដំណើរកម្សាន្តសាធារណៈលើកដំបូងនៅក្រៅប្រទេសលោកគីមបានទៅទស្សនគុំស៊ូសានដើម្បីគោរពវិញ្ញាណក្ខន្ធជីដូនរបស់លោកនិងជាអ្នកស្ថាបនរដ្ឋគឺលោកគីមអ៊ីលស៊ុងនិងឪពុករបស់លោកគឺលោកគីមចុងអ៊ីលនៅថ្ងៃនិងខួបកំណត់សំខាន់នៅក្នុងកាយវិការដែលបញ្ជាក់ពីមរតករាជវង្សរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងមិនដែលបញ្ជាក់ពីអាយុរបស់លោកស្រីជូអេទេអ្នកនាំពាក្យក្រសួងបង្រួមជាតិកូរ៉េខាងត្បូងបានបដិសេធនឹងធ្វើការអត្ថាធិប្បាយលើការបង្ហាញតួរបស់នាងមន្ត្រីម្នាក់បានប្រាប់អ្នកកសាងព័ត៌មានថាទស្សនៈរបស់រដ្ឋាភិបាលគឺថាវាលឿនពេកដើម្បីនិយាយថានាងជាអ្នកស្នងតំណែងដោយសារតែអាយុរបស់នាងនិងនាងមិនកាន់តំណែងផ្លូវការលោកហុងបាននិយាយថាតួនាទីអាចនឹងមានរបស់កូនដទៃទៀតរបស់លោកគីមបានទុកកន្លែងឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការធ្វើសន្និដ្ឋានអំពីការស្នងតំណែងរបស់លោកស្រីជូអេលោកហុងបានមានប្រសាសន៍ថាវាមិនអាចកំណត់ជាសាធារណៈលោកស្រីគីមជូអេដែលគេបឿថាទើបដែលមានអាយុ13ឆ្នាំនោះជាអ្នកស្នងតំណែងបានខណៈដែលនាងមិនទាន់គ្រប់អាយុដើម្បីចូលរួមជាមួយប្រព័ន្ធបកការញ្ញទេមេដឹកនាំកូរ៉េខាងជើងគីមចុងអ៊ុនចូលរួមពិធីអបអរសាទរឆ្នាំថ្មីជាមួយកូនស្រីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃប្រហ័ននេះដែលមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានចូលរួមក្នុងពិធីអបអរសាទរឆ្នាំថ្មីនៅទីក្រុងព្យុងយ៉ាង
ដែលរួមមានការបាញ់កំជួតបទចម្រៀងស្នេហាជាតិនិងរបាំព្រមទាំងការបង្ហាញតៃក្វាន់ដូផងដែររូបថត KCNA បានបង្ហាញថាកូនស្រីរបស់លោកគីមគឺជូអេដែលអ្នកវិភាគខ្លះមើលឃើញថាជាអ្នកនាំមុខគេក្នុងការក្លាយជាអ្នកស្នងតំណែងរបស់គាត់បានអមដំណើរលោកគីមក្នុងអំឡុងពេលប្រារព្ធពិធីដោយអោបក្មេងៗរួមជាមួយឪពុករបស់នាងអង្គុយក្បែរគាត់និងកាន់ដៃជាមួយគាត់នៅក្នុងសុន្ទរកថាមួយលោកគីមបានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកូរ៉េខាងជើងដែលនាំឲ្យមានភាពជោគជ័យនិងការផ្លាស់ប្ដូរដ៏អស្ចារ្យក្នុងឆ្នាំ2025ហើយបានអំពាវនាវឲ្យមានឯកភាពរបស់ពួកគេខណៈដែលសមាជិកបកដ៏សំខាន់មួយដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ2026នឹងដាក់ចេញនៅទិសដៅអនាគតសម្រាប់ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើសមាជិកលើកទី9នៃគណៈបកពលករកូរ៉េដែលកំពុងកាន់អំណាចក្នុងពេលឆាប់នេះដែលនឹងដាក់ចេញផែនការរបស់ប្រទេសសម្រាប់រយៈពេល5ឆ្នាំខាងមុខនៅវិស័យផ្សេងៗដូចជាការអភិវឌ្ឍនុយក្លេអ៊ែរនិងអាវុធក៏ដូចជាសេដ្ឋកិច្ចផងដែរលោកគីមក៏បានផ្ញើសារជូនពរឆ្នាំថ្មីទៅកាន់កងទ័ពកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនៅខាងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនដោយហៅពួកគេថាជាកម្លាំងនិងមោទនភាពដ៏អស្ចារ្យនិងជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសហើយនិយាយថាលោកទន្ទឹងរង់ចាំការជួបគ្នារបស់ពួកគេនៅស្រុកកំណើតវិញយោងតាម KCNA លោកគីមបាននិយាយក្នុងសារនោះថាចូលក្លៅហានឡាងនៅពីក្រោយអ្នកគឺទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូKCNA ក៏បាននិយាយផងដែរថាលោកគីមបានទទួលការជូនពរឆ្នាំថ្មីពីប្រមុខរដ្ឋជាច្រើនរួមទាំងប្រធានាធិបតីចិននិងភរិយារបស់លោកផងដែរទោះបីជាវាមិនបាននិយាយអំពីលោកស៊ីជីនពីងឬបង្ហាញព័ត៌មានលម្អិតបន្ថែមក៏ដោយប្រេងឡើងថ្លៃវិញបន្ទាប់ពីការខាតបង់ប្រចាំឆ្នាំធំបំផុតចាប់តាំងពីឆ្នាំ2020តម្លៃប្រេងបានកើនឡើងនៅថ្ងៃជួញរដូវដំបូងក្នុងឆ្នាំ2026បន្ទាប់ពីឆ្នាំមុនបានប្រកាសពីការខាតបង់ប្រចាំឆ្នាំធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ2020ខណៈដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានកំណត់គោលដៅលើកន្លែងផលិតប្រេងរបស់រុស្ស៊ីនិងការបិទផ្លូវរបស់សហរដ្ឋអាមេរិកបានដាក់សម្ពាធលើការនាំចេញរបស់វេណេស៊ុយអេឡាប្រេងឆៅប្រភេទ Brent នាពេលនេះបានកើនឡើង14សេននៅថ្ងៃศุក្រដល់$60.99ក្នុង1បារ៉ែលគិតត្រឹមម៉ោង1:49 GMTខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ$57.59ក្នុង1បារ៉ែលកើនឡើង14សេនរុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារលើជនស៊ីវិលនៅថ្ងៃចូលឆ្នាំថ្មីបើទោះបីជាមានកិច្ចពិភាក្សាយ៉ាងខ្លាំងក្លាក្រោមការត្រួតពិនិត្យរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលមានគោលបំណងបញ្ចប់សង្គ្រាមជិត4ឆ្នាំក៏ដោយទីក្រុងគីយ៉េវបានបង្កើនការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយមានគោលបំណងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូសម្រាប់យុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនហើយនៅក្នុងសកម្មភាពចុងក្រោយបន្ទាប់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំដើម្បីបង្កើនសម្ពាធលើប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាសម៉ាឌូរ៉ូទីក្រុង Washington កាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន4និងកប៉ាល់ដឹកប្រេងដែលពាក់ព័ន្ធដែលវានិយាយថាកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យប្រេងរបស់ប្រទេសវេណេស៊ុយអេឡាការបិទផ្លូវរបស់សហរដ្ឋអាមេរិកមានគោលបំណងរារាំងកប៉ាល់ដឹកប្រេងដែលត្រូវបានទណ្ឌកម្មមិនឲ្យចូលឬចាក់ចេញពីប្រទេសនិងកំពុងបង្ខំឲ្យក្រុមហ៊ុនថាមពលរដ្ឋ PDVSA ងាកទៅរកដំណោះស្រាយខ្លាំងដើម្បីជៀសវាងការបិទឯកតាចម្រាញ់ប្រេងខណៈដែលស្តុកប្រេងអ៊ីនធឺណិតដែលនៅសេសសល់កំពុងកើនឡើងសន្តិជនីតម្លៃប្រេងឆៅ Brent និង WTI បានកត់សម្គាល់ការខាតបង់ប្រចាំឆ្នាំជិត 20% ក្នុងឆ្នាំ2025គឺជាការខាតបង់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ2020ដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់លើសកម្រិតនិងពន្ធលើទំនិញមានទម្ងន់ធ្ងន់ជាងហានិភ័យភូមិសាស្ត្រនិយមវាជាឆ្នាំទី3ជាប់គ្នារបស់ការខាតបង់របស់ប្រេងឆៅ Brent គឺជាការខាតបង់ដ៏វែងឆ្ងាយក្នុងប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិកផលិតប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតមិនដែលមានគឺ 13.7 លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែ12តាមរយៈរដ្ឋបាលព័ត៌មានថាមពលថ្ងៃពុធស្តុកប្រេងឆៅបានធ្លាក់ចុះខណៈដែលស្តុកប្រេងសង់និងប្រេងចម្រាញ់បានកើនឡើងកាលពីសប្តាហ៍មុនដោយសារតែសកម្មភាពចម្រាញ់ប្រេងឆៅដ៏រឹងមាំតាមរយៈរាយការណ៍របស់ EIA